បាទនេះជាវគ្គវីដេអូថ្មីមួយទៀតដែលខ្ញុំចង់បង្ហាញជម្រាបជូនទៅពុកម៉ែបងប្អូនដែលនៅមានចម្ងល់តាក់ទងទៅនឹងមុខរបររបស់គាត់ហើយគាត់ចង់កសាងរូបតើគាត់សួរជាងតើគាត់សាងរូបអីឲ្យត្រូវនឹងមុខរបរគាត់អញ្ចឹងណាបាទអញ្ចឹងខ្ញុំក៏ចង់បញ្ជាក់ជូនបាទទៅពុកម៉ែបងប្អូនតួអង្គដែលយើងសាងត្រូវនឹងមុខរបរសពថ្ងៃក៏មានច្រើនដែរតែតួអង្គដែលជាគោលពិសេសនៅក្នុងមុខរបរបាទទី1មានតួអង្គព្រះអង្គបសីវលីបាទទី2នាងបក់នាងបោយហើយគាត់សួរថាតើឈើអីដែលអាចយកមកកសាងដើម្បីឲ្យត្រូវនឹងរូបតួអង្គដែលតាក់ទងនឹងមុខរបរលក់ដូររបស់គាត់បាទឈើគឺមានច្រើនដូចជាដើមមៀនដើមលៀបដើមជ័យដើមអំពិលទឹកដែលជាប្រភេទឈើពិសេសហើយដែលកាន់តែល្អថែមទៀតនោះគឺគេយកក្លឹមនិងបញ្ញាក្អែកបាទអញ្ចឹងដូចជាពុកម៉ែបងប្អូនបានឃើញខ្ញុំកំពុងឆ្លាក់នៅក្នុងវីដេអូនេះអញ្ចឹងគឺជាប្រភេទបញ្ញាក្អែកដើមលៀបហើយប្រភេទបញ្ញាក្អែកដើមលៀបនេះគឺពិសេសត្រង់ថាបាទត្រូវនឹងសំណុំតួអង្គប្រសីវលីតែម្ដងបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់កសាងរូបសម្រាប់លក់ដូរនឹងហើយយើងមានតែតួអង្គព្រះអង្គបសីវលីនាងបក់នាងបោយបាទនឹងទេដែលអាចត្រូវសំណុំនឹងមុខរបរពុកម៉ែបងប្អូនហើយបើយើងស្វែងយល់ឲ្យកាន់តែច្បាស់ពីរូបរាងនៃដើមលៀបនោះគឺដើមលៀបមានទំហំដើមធំដូចដើមឈើធំផ្សេងដែរឯផ្លែលៀបវិញគឺក្របទូចហើយអត្ថប្រយោជន៍នៃស្លឹកលៀបនោះគឺយើងអាចយកមកធ្វើជាម្លក់ញ៉ាំបានហើយសម្រាប់ដើមលៀបនេះដែរភាគច្រើនតែគេដាំនៅមុខផ្ទះបាទជាគ្រឿងបាទដើមឈើលម្អដើម្បីជួយលើករាសីយើងបានមួយកម្រិតទៀតបាទអញ្ចឹងជាទីបញ្ចប់នេះដែរខ្ញុំក៏ជម្រាបជូនទៅពុកម៉ែបងប្អូនដែលមានបំណងចង់ឆ្លាក់ជាងចម្លាក់ប្រម៉ែធរណីអាចទទួលឆ្លាក់បានជាប្រភេទឈើប្រភេទថ្មជាប្រភេទបញ្ញាក្អែកផ្សេងបាទហើយដែលមានលេខទូរស័ព្ទពីខ្សែគឺ096 28 17 369និងមួយខ្សែទៀត012 58 99 69បាទហើយពុកម៉ែបងប្អូនដែលគាត់ចង់មានទំនុកចិត្តអាចអញ្ជើញមកដល់ទីតាំងផ្ទាល់តែម្ដងក៏បានដែរបាទឬមួយក៏តាម page ដើម្បីងាយស្រួលបាទហើយម្យ៉ាងទៀតពុកម៉ែបងប្អូនអាចadd ជា Telegram បាទដើម្បីបកស្រាយពីចម្ងល់ផ្សេងដែលពុកម៉ែបងប្អូនចង់ដឹងបាទពីទំហំពីຂ្នាតនិងពីប្រភេទឈើដែលពុកម៉ែបងប្អូនចង់ដឹងបាទហើយទីតាំងជាងចម្លាក់ប្រម៉ែធននេះគឺនៅខាងលិចផ្សារឈូកមាសផ្ទះលេខ15ផ្លូវ C សម្រាប់តួអង្គព្រះអង្គបសីវលីនេះជាការពេញចិត្តរបស់ប្អូនប្រុសនៅខាងតាខ្មៅប្អូនប្រុសតែងតែគាំទ្រនៅស្នាដៃជាងចម្លាក់ប្រម៉ែធរណីបាទអញ្ចឹងខ្ញុំក៏សូមថ្លែងអំណរគុណដល់ប្អូនប្រុសនិងជូនពរដល់ប្អូនប្រុសសូមឲ្យជួបប្រទះតែសេចក្តីសុខបាទសូមអរគុណ